គមន៍និងអបអរកម្ពុជាតារា Hollywood Angelina Jolie សម្រាប់ការមករស់នៅក្នុងប្រទេសកម្ពុជាកម្ពុជាតារា Hollywood Angelina Jolie បានដាក់លក់ផ្ទះវីឡាជាប្រវត្តិសាស្ត្ររបស់ខ្លួននៅទីក្រុង LA ក្នុងតម្លៃ $29.85 លានកាលពីដើមខែឧសភាឆ្នាំ 2026 ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីអ្នកនាងធ្លាប់បានបញ្ជាក់ថាអ្នកនាងចង់ចាកចេញពីសហរដ្ឋអាមេរិកនៅពេលកូនរបស់អ្នកនាងពេញវ័យអចលនទ្រព្យនេះគឺជាភូមិគ្រឹះដ៏ល្បីល្បាញដែលអ្នកនាងបានទិញនៅក្នុងឆ្នាំ 2017 ក្នុងតម្លៃ $24.5 លានលក្ខណៈពិសេសវីឡាធំនេះមានទំហំប្រហែល 700 ម៉ែត្រការ៉េសាងសង់ក្នុងឆ្នាំ 1913 មានបន្ទប់គេង 6 និងបន្ទប់ទឹក 10 ផ្ទះនេះមានទំហំសរុបជិត 1 ហិកតារួមមានស្ទូឌីយោហាត់ប្រាណផ្ទះសម្រាប់ទទួលភ្ញៀវផ្ទះក្បែរអាងហែលទឹកនិងផ្ទះទទួលទានតែដាច់ដោយឡែកហេតុអ្វីបានជាអ្នកនាង Angelina Jolie ទើបតែសម្រេចចិត្តលក់ផ្ទះនៅពេលនេះកន្លងមកអ្នកនាង Angelina Jolie ធ្លាប់បាននិយាយថាអ្នកនាងទៅរស់នៅ LA ដោយសារតែបញ្ហាលែងលះនិងការរៀបចំសិទ្ធិថែទាំកូននៅពេលខាងមុខនេះកូនភ្លោះរបស់អ្នកនាងគឺ Knox និង Vivian នឹងមានអាយុ 18 ឆ្នាំពលគឺនៅថ្ងៃទី12ខែកក្កដាឆ្នាំ 2026 ខាងមុខនេះដូច្នេះមានន័យថាអ្នកនាងមានសិទ្ធិពេញលេញក្នុងការផ្លាស់ប្ដូរទីលំនៅជាអចិន្ត្រៃយ៍ហើយតាមសេចក្តីរាយការណ៍ច្បាស់ការពីបណ្ដាញសារព័ត៌មានធំៗបានឲ្យដឹងថាប្រទេសកម្ពុជាគឺជាគោលដៅចម្បងសម្រាប់ជីវិតចម្ពោះថ្មីរបស់អ្នកនាងក្នុងនាមជាអ្នកមានសញ្ជាតិខ្មែរតាំងពីឆ្នាំ 2005 ដែលអ្នកនាងតែងតែហៅប្រទេសកម្ពុជាយើងថាផ្ទះទី2របស់ខ្លួននៅក្នុងប្រទេសខ្មែរអ្នកនាងមានទីលំនៅអចិន្ត្រៃយ៍រួចស្រេចទៅហើយគឺនៅក្នុងស្រុកសំឡូតខេត្តបាត់ដំបងដែលជាទីស្នាក់ការកណ្ដាលនៃមូលនិធិ Maddox Chiwon Julie Pitt តាមដឹងអ្នកនាងមានគម្រោងបែងចែកពេលវេលារស់នៅចន្លោះកម្ពុជានិងអឺរ៉ុបដោយចាក់ចែងពីពន្លឺភ្លើងពណ៌នៅ Hollywood ដើម្បីផ្ដោតលើការងារមនុស្សធម៌និងម៉ាកយីហោផ្ទាល់ខ្លួនរបស់អ្នកនាងគឺ Angelina Jolieកម្ពុជាគឺជាស្រុកកំណើតឬក៏ជាទីកន្លែងកំណើតរបស់កូនប្រុសច្បងរបស់អ្នកនាង Angelina Jolie គឺ Maddox ហើយខ្លួនអ្នកនាងផ្ទាល់ក៏បានរក្សានៅចំណងមិត្តភាពវប្បធម៌និងការអភិរក្សយ៉ាងស៊ីជម្រៅជាមួយប្រជាជាតិណាចក្រកម្ពុជាអស់រយៈពេលជាង2ទសវត្សរ៍មកហើយការលក់ផ្ទះនៅ LA ត្រូវបានគេមើលឃើញថាជាជំហានចុងក្រោយក្នុងការរៀបចំទ្រព្យសម្បត្តិឬក៏ភស្តុភារមុនពេលអ្នកនាងផ្លាស់ប្ដូរសម្រាប់ការរស់នៅក្រៅប្រទេសរបស់ខ្លួនជាអចិន្ត្រៃយ៍នាងខ្ញុំនីកាសូមអរគុណ